ថ្ងៃទី1ខែកក្កដាឆ្នាំ2026សម្ដេចព្រះឧត្តមវង្សាបណ្ឌិតគូសុភាពបាននិមន្តទស្សនានិងពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រនិងវត្តព្រះអង្គធំដែលកំពុងដំណើរការសាងសង់នៅលើខ្នងភ្នំបូកគោបច្ចុប្បន្នគម្រោងសាងសង់ព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្របានកំពុងដំណើរការសាងសង់ឈានដល់តួព្រះកាយនៃព្រះអង្គហើយមិនយូរប៉ុន្មានឡើយយើងនឹងបានឃើញព្រះពុទ្ធរូបដ៏ធំស្កឹមស្កៃផុសឡើងយ៉ាងត្រដែតសម្រាប់ទីតាំងកសាងវត្តព្រះអង្គធំភ្នំបូកគោវិញក្រុមការងារកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការសាងសង់កុដិសម្រាប់ព្រះភិក្ខុសង្ឃដែលកុដិនេះនឹងត្រូវបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះហើយសូមបញ្ជាក់ផងដែរថាគម្រោងព្រះពុទ្ធបដិមានិងវត្តព្រះអង្គធំគឺមានទីតាំងនៅក្បែរគ្នាដោយមានចម្ងាយត្រឹមតែ2គីឡូម៉ែត្រប៉ុណ្ណោះពុទ្ធបរិស័ទនិងសប្បុរសជនទាំងអស់អាចចូលរួមកសាងព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រទៅតាមកម្លាំងសទ្ធាឬចូលរួមជាម៉ែត្រការ៉េដោយក្នុង1ម៉ែត្រការ៉េតម្លៃជាវ$600សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះសូមអរគុណ